ចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងរ៉ាកាសានៅកោះតៃវ៉ាន់កើនឡើងដល់17នាក់និងមួយចំនួនបានបាត់ខ្លួនសារព័ត៌មានតៃវ៉ាន់ News របស់កោះតៃវ៉ាន់បានរាយការណ៍ថាកាលពីថ្ងៃពុធដោយដកស្រង់ប្រភពពីរដ្ឋាភិបាលថាចំនួនអ្នកស្លាប់ដោយសារព្យុះទីហ្វុងរ៉ាកាសានៅកោះតៃវ៉ាន់បានកើនឡើងដល់17នាក់ហើយដោយមនុស្សមួយចំនួនទៀតបានបាត់ខ្លួនបន្ទាប់ពីព្យុះទីហ្វុងដ៏ខ្លាំងក្លានេះបានបង្កជាទឹកជំនន់យ៉ាងតាមទីភ្នាក់ងារព័ត៌មាន Central News Agency បានឲ្យដឹងថាភ្លៀងធ្លាក់ខ្លាំងកាលពីថ្ងៃអង្គារសប្តាហ៍នេះបានធ្វើឲ្យទឹកក្នុងបឹង Matai and Creekberry ហក់ឡើងហៀច្រាំងរុញទឹកចូលទៅក្នុងទីប្រជុំជនកាំងហ្វូក្នុងស្រុកហួលៀនបណ្ដាលឲ្យជនលិចផ្លូវនិងហូរគួចយានយន្តជាច្រើនគ្រឿងនៅតាមទឹកជំនន់ផ្នែកមួយចំនួននៃស្ពានឆ្លងទន្លេម៉ាធីនអានក៏ត្រូវបានទឹកហូរគួចនាំយកទៅផងដែរក្រុមជួយសង្គ្រោះកំពុងតែព្យាយាមស្វែងរកអ្នកបាត់ខ្លួនទាំង17នាក់នោះហើយមកដល់ពេលនេះមនុស្ស32នាក់បាននៅរបួសដោយសារភ្លៀងធ្លាក់ខ្លាំងនិងឧបទ្ទវហេតុទាក់ទងនឹងគ្រោះទឹកជំនន់ក្រុមអាជ្ញាធរក៏បានចម្លៀងមនុស្សជាង 3000 នាក់ទៅកាន់ទីតាំងសុវត្ថិភាពពីទីប្រជុំជនកាំងហ្វូ Finlin និងវ៉ាងរងផងដែរក្រុមមន្ត្រីសង្គ្រោះបន្ទាន់បានប្រមានថាចំនួនអ្នកស្លាប់និងរបួសអាចកើនឡើងខណៈការវិតម្លៃនៃការខូចខាតនិងការស្វែងរកអ្នកបាត់ខ្លួននៅតែបន្ត